There is no life I know to compare with pure imagination. Living there, you'll be free if you Of a strange missing persons case has received the best possible Father's Day present. នៅព្រឹកថ្ងៃទី29សីហាឆ្នាំ2016ក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលីគ្រួសារ Trump ដែលមានសមាជិក5នាក់រួមមានឪពុកម្ដាយហើយកូនពេញវ័យចំនួន3នាក់បានចាក់ចេញពីផ្ទះយ៉ាងបញ្ញាបញ្ញាលដោយបន្សល់ទុកគ្រប់យ៉ាងចោលទាំងទូរស័ព្ទកាបូបលុយ credit card ប្រៀបដូចជាពួកគេកំពុងរត់គេចពីអ្វីម្យ៉ាងមុននឹងម្នាក់បានបង្ហាញខ្លួនមកបន្ទាប់ពីការធ្វើដំណើរដល់ចម្លែកដែលស៊ីពេលវេលាអស់ជាង1សប្តាហ៍ក្នុងរយៈចម្ងាយជាង600គីឡូម៉ែត្រសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ COE Channel ចាថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅជួបជាមួយនឹងរឿងក្តីដែលប្លែកចម្លែកបំផុតនៅប្រទេសអូស្ត្រាលីដែលបញ្ចប់ដោយសមាជិកក្នុងគ្រួសារ2នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសរសៃប្រាសាទដោយរឿងក្តីនៅក្នុងថ្ងៃនេះមានចំណងជើងថា6ថ្ងៃរន្ធត់របស់គ្រួសារ Trump ការធ្វើដំណើរអាថ៌កំបាំងដែលធ្វើឲ្យផ្អើលទូទាំងអូស្ត្រាលីគ្រួសារ Trump ជាគ្រួសារធម្មតាដែលឧស្សាហ៍ប្រឹងប្រែងតាមការឲ្យដឹងរបស់មនុស្សជុំវិញខ្លួន Mark Trump អាយុ51ឆ្នាំហើយភរិយារបស់គាត់គឺ Jack Cobra អាយុ53ឆ្នាំពួកគេទទួលបានជោគជ័យក្នុងការធ្វើចំការទំពាំងបាយជូរក្រហមហើយនឹងមុខជំនួញម៉ៅការទាក់ទងនឹងការថែរក្សាសម្អាតដីធ្លីនៅស្រុកកំណើតរបស់ពួកគេនៅ Sylvan Town Melbourne ប៉ុន្តែនៅថ្ងៃច័ន្ទទី29សីហាឆ្នាំ2016គ្មានសញ្ញាដាស់តឿនអ្វីទាល់តែសោះទាំងពីរអ្នកប្តីប្រពន្ធព្រមទាំងកូនទាំង3នាក់របស់ពួកគេ Rihanna អាយុ29ឆ្នាំ Mitchell អាយុ25ឆ្នាំនិង Ella អាយុ22ឆ្នាំបានឡើងលើរថយន្តហើយឆ្ពោះសម្ដៅទៅភាគខាងជើងពួកគេមិនត្រឹមតែធ្វើដំណើរទៅធម្មតាទេតែពួកគេដូចជាកំពុងតែរត់គេចពីអ្វីម្យ៉ាងនៅពេលដែលប៉ូលីសទទួលបានពាក្យបណ្ដឹងហើយចូលមកត្រួតពិនិត្យនៅផ្ទះរបស់គ្រួសារនេះនៅពេលបន្ទាប់មកក៏បានឃើញថាទូរស័ព្ទ credit card passport ត្រូវបានបន្សល់ទុកចោលទាំងអស់ការធ្វើដំណើរលើកនេះគឺជាការធ្វើដំណើរដែលប្រើលុយសុទ្ធទាំងអស់ចាហើយមិនមានប្រើឧបករណ៍អ្វីដែលអាចធ្វើឲ្យតាមរកពួកគេបានទេក្រោយមកមានការបញ្ជាក់ឲ្យដឹងថា Mark និង Jack Cobra បង្ហាញអាការៈស្មុគស្មាញហើយភ័យព្រួយបារម្ភកាន់តែខ្លាំងទៅនេះបើតាមការរាយការណ៍របស់សារព័ត៌មានហើយមានយ៉ាងហោចណាស់ក៏ម្នាក់ក្នុងចំណោម2នាក់នេះដែលជឿជាក់ថាមាននរណាម្នាក់កំពុងតែតាមសម្លាប់ពួកគេដើម្បីប្លន់យកទ្រព្យសម្បត្តិទូរស័ព្ទតែមួយគ្រឿងគត់ដែលពួកគេយកជាប់ខ្លួនទៅគឺទូរស័ព្ទរបស់ Mitchell ដែលជាកូនប្រុសចាដោយមើលទៅគេដូចជាមនុស្សតែម្នាក់គត់ដែលមិនត្រូវបានគ្របដណ្ដប់ដោយជំនឿរបស់គ្រួសារពួកគេហើយកំពុងស្ថិតក្នុងគ្រោះថ្នាក់ Mitchell បានផ្ដល់បទសម្ភាសន៍ក្នុងពេលវេលាក្រោយមកថាគេត្រូវធ្វើដំណើរទៅដែរព្រោះចង់ឲ្យប្រកាសចិត្តថាគ្រប់គ្នានៅក្នុងគ្រួសារមានសុវត្ថិភាពតែចុងក្រោយឪពុកម្ដាយរបស់គេក៏កាន់តែបញ្ចេញអាការៈលងខុសហើយកាន់តែភ័យបារម្ភធ្វើឲ្យគេស្ទើរតែទ្រាំមិនបានបន្ទាប់ពីធ្វើដំណើរបាន30គីឡូម៉ែត្រពីផ្ទះឪពុកម្ដាយរបស់គេក៏បង្ខំឲ្យ Mitchell បោះចោលទូរស័ព្ទតាមទ្វារឡានដោយសារតែពួកគេជឿជាក់យ៉ាងមោះមុតថាមាននរណាម្នាក់កំពុងតែប្រើវាដើម្បីតាមដានពួកគេគ្រួសារ Trump បានធ្វើដំណើរដោយរថយន្តពណ៌ទឹកប្រាក់របស់ Ella ដោយបើកបន្តដំណើរទាំងយប់ទាំងថ្ងៃរហូតមកដល់ទីក្រុង Bathurst រដ្ឋ New South Wales ឆ្ងាយជាង800គីឡូម៉ែត្រពីភាគខាងលិចក្រុង Sydney ចាហើយនៅទីនោះហើយក្នុងម៉ោង7ព្រឹកថ្ងៃអង្គារ Mitchell ក៏បានសម្រេចចិត្តបែកចេញមកពីគ្រួសារក្នុងពេលវេលាបន្ទាប់ទៀតសមាជិក4នាក់ដែលនៅសល់បានធ្វើដំណើរបន្តទៅភាគខាងកើតពី Bathurst ទៅកាន់តំបន់កំសាន្តដ៏ល្បីឈ្មោះដូចជាល្អាង Chenoland នៅទីនោះហើយដែល Rihanna និង Ella កូនស្រីទាំងពីរនាក់ក៏សម្រេចចិត្តបែកចេញពីឪពុកម្ដាយដែរវិធីរបស់ពួកគេគឺលួចរថយន្តរបស់អ្នកដទៃដើម្បីរត់ចេញមកទាំងពីរនាក់បងប្អូនជិះរថយន្តចុះសម្ដៅភាគខាងត្បូងទៅកាន់ទីក្រុង Colburn ហើយពួកគេក៏បានប្តឹងប៉ូលីសថាឪពុកម្ដាយរបស់ពួកគេបានបាត់ខ្លួនទៅហើយចាបន្ទាប់ពីនោះរឿងរ៉ាវទាំងអស់ក៏ចាប់ផ្ដើមលាតត្រដាងទៅកាន់សារព័ត៌មានផ្សេងៗធ្វើឲ្យប្រជាជនអូស្ត្រាលីជាច្រើនមានការសង្ស័យថាហេតុអ្វីបានជាគ្រួសារមួយបែកចេញពីគ្នាយ៉ាងចម្លែកអញ្ចឹងហើយមើលទៅម្នាក់ប្រៀបដូចជាកំពុងវង្វេងផ្លូវទាំងដែលពួកគេមិនបានទៅដល់ណាឆ្ងាយឬទៅកាន់ទីជនបទដ៏ធំធេងរបស់អូស្ត្រាលីផងនៅតាមដងផ្លូវដែលពួកគេធ្វើដំណើររហូតមកនោះសុទ្ធតែមានទីក្រុងធំៗនៅក្បែរជានិច្ចនៅពេលដែលធ្វើដំណើរទៅដល់ទីក្រុង Colburn Rihanna និង Ella ក៏សម្រេចចិត្តបែកគ្នានៅការ៉ាសាំងដោយ Ella ប្រាប់ថានាងចង់ត្រឡប់ទៅផ្ទះឲ្យចំណីឆ្កែរបស់នាងហើយ Ella បានក្លាយជាសមាជិកគ្រួសារ Trump ដំបូងគេដែលប៉ូលីសបានជួបនៅពេលដែលនាងត្រឡប់មកដល់ចំការក្នុងយប់ថ្ងៃអង្គារហើយឃើញថាភ្នាក់ងារប៉ូលីសបានមករងចាំនៅផ្ទះហើយចំណែក Mitchell បានត្រឡប់មកដល់ផ្ទះនៅព្រឹកថ្ងៃបន្ទាប់ទៀតក្រោយពីគេបានជិះរថភ្លើងជាច្រើនស្ថានីយ
ในขณะได้มิเชลនិងអេឡាមើលទៅដូចជាមិនសូវមានអាការៈសរសៃប្រសាទធ្ងន់ធ្ងរប្រមាណទេតែសម្រាប់រីហាណាគឺខុសប្លែកពីគ្នាឆ្ងាយនាងបានបើកបរទៅពួននៅពីក្រោយរថយន្ត pick-up មួយគ្រឿងនៅទីក្រុង Colburn តែត្រូវបានជួបប្រទះដោយម្ចាស់រថយន្តដែលជាបរិសម្នាក់បន្ទាប់ពីនាងបើកបរចេញទៅប្រហែលជា1ម៉ោងនៅពេលដែលបរិសនោះចុះចតឡានដើម្បីត្រួតពិនិត្យមើលទើបបានឃើញថារីហាណាកំពុងតែស្ថិតក្នុងសភាពរឹងខ្លួនដោយគ្មានការតបស្នងរីហាណានាងចាំមិនបានសម្បីតែឈ្មោះរបស់ខ្លួនឯងហើយមិនដឹងទេថាខ្លួនឯងកំពុងនៅទីណាបន្ទាប់ពីហេតុការណ៍នោះរីហាណាក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងទីក្រុង Colburn ហើយត្រូវទទួលការព្យាបាលនៅពេទ្យផ្នែកសរសៃប្រសាទជាបន្តបន្ទាប់ដោយរឿងនេះទទួលបានការចាប់អារម្មណ៍ពីសារព័ត៌មានកាន់តែច្រើនទៅប៉ូលីសក៏ចេញតាមរកពេញទូទាំងរដ្ឋខណៈដែលម៉ាកហើយនឹងចាខូប្រាបានសម្រេចចិត្តបើករថយន្តត្រឡប់ទៅ Melbourne ពីលអាង Chenoland តែត្រឹមតែមួយថ្ងៃបន្ទាប់ពីនោះនៅថ្ងៃពុធទាំងពីរនាក់ក៏បែកចេញពីគ្នាម្ដងទៀតនៅទីក្រុង Wagaratta ក្នុងរដ្ឋ Victoria ចាជាទីក្រុងដែលនៅឆ្ងាយពីភាគខាងត្បូងប្រហែលជា600គីឡូម៉ែត្រពីចំណុចដែលពួកគេធ្លាប់នៅកន្លងមកនោះចាខូប្រាបានធ្វើដំណើរត្រឡប់មកភាគខាងជើងម្ដងទៀតដោយវិធីដែលនៅជាអាថ៌កំបាំងនៅឡើយហើយត្រូវបានរកឃើញនៅព្រឹកថ្ងៃបន្ទាប់ក្នុងទីក្រុង Yass ជាទីក្រុងដែលនៅឆ្ងាយជាងទៅប្រហែលជា350គីឡូម៉ែត្រគាត់ស្ថិតនៅក្នុងសភាពច្បុកច្បល់ដើរចុះដើរឡើងដោយក្តីបារម្ភចាខូប្រាដែលជាម្ដាយត្រូវបាននាំខ្លួនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុង Yass មុននឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Colburn ដើម្បីនៅរួមជាមួយកូនស្រីរបស់គាត់គឺ Rihanna ហើយទាំងពីរនាក់ក៏ទទួលបានការព្យាបាលជំងឺសរសៃប្រសាទបន្តទៀតចំណែកម៉ាកកំពុងនៅក្នុងទីក្រុង Wagaratta នៅឡើយទេគាត់ត្រូវបានរកឃើញថាបើករថយន្តពណ៌ទឹកប្រាក់របស់ Ella នៅក្នុងលក្ខណៈដែលគ្រោះថ្នាក់តែគាត់បានបើកឡានបកាពីក្រោយគូតឡានរបស់គូស្នេហ៍វ័យក្មេងមួយគូត្រឡប់មកកាន់ទីក្រុង Sylvan Mitchell និង Ella បានបង្ហាញខ្លួននៅចំពោះមុខសារព័ត៌មានហើយអារម្មណ៍ដែលរំពោះរង្គើចិត្តទាំងពីរនាក់សុទ្ធតែបង្ហាញពីអារម្មណ៍ដែលមិនយល់ពីការភ័យព្រួយរបស់ឪពុកម្ដាយពួកគេ Mitchell បានប្រាប់អ្នកកថាថាខ្ញុំមិនដែលឃើញអ្នកណាដែលមានប្រតិកម្មចម្លែកដល់ថ្នាក់នេះពីមុនមកទេខ្ញុំគ្រាន់តែចង់ឲ្យរកឃើញឪពុករបស់ខ្ញុំឆាប់ៗគាត់មិនមែនជាមនុស្សគ្រោះថ្នាក់ទេគាត់គឺជាមិត្តភក្តិរបស់ខ្ញុំជាប៉ារបស់ខ្ញុំហើយខ្ញុំស្រឡាញ់គាត់ណាស់ចាហើយបំណែកនៃអាថ៌កំបាំងដ៏ប្លែកចម្លែកនេះនៅទីបំផុតក៏ត្រូវបានបំពេញបន្ថែមកាលពីល្ងាចថ្ងៃសៅរ៍6ថ្ងៃបន្ទាប់ពីហេតុការណ៍ទាំងអស់បានចាប់ផ្ដើមឡើង Mark Trump ត្រូវបានរកឃើញនៅចិញ្ចើមផ្លូវក្បែរពលានយន្តហោះ Wagaratta គាត់ត្រូវបានប៉ូលីសសាកសួរចម្លើយហើយបានត្រួតពិនិត្យសភាពផ្លូវចិត្តពីភ្នាក់ងារសុខាភិបាលផ្នែកសរសៃប្រសាទមុននឹងទទួលបានការដោះលែងឲ្យស្ថិតនៅក្រោមការមើលថែរបស់បងប្រុសគាត់ដែលជាប៉ូលីសខណៈនោះ Mark ក៏បានបញ្ចេញពីភាពខឹងសម្បារហើយបានលើកដៃកណ្ដាលឲ្យអ្នកកសែតពេលដែលរថយន្តកំពុងបើកបរចេញទៅតែក្នុងពេលវេលាក្រោយមក Mark ក៏បានចេញថ្លែងការណ៍ដឹងខុសហើយសុំទោសហើយគាត់បានសុំទោសចំពោះសាធារណជនចំពោះភាពឈឺចាប់ហើយនិងភាពខ្វល់ខ្វាយចំពោះស្ថានភាពដែលកើតឡើងនោះហើយព្រមទាំងថ្លែងអំណរគុណដល់សាធារណជននិងភ្នាក់ងារប៉ូលីសទាំងអស់ដែលប្រឹងប្រែងព្យាយាមជួយដល់គ្រួសាររបស់ពួកគាត់នៅខណៈដែលសាធារណជនកំពុងព្យាយាមស្វែងយល់ពីរឿងរ៉ាវហេតុការណ៍ទាំងអស់នោះតែហើយភ្នាក់ងារប៉ូលីសក៏បានសរុបសំណុំរឿងនេះឲ្យបានដឹងនៅពេលវេលាបន្ទាប់មកទៀតថាពួកគេមិនជឿថាគ្រួសារ Trump ត្រូវបានការគំរាមកំហែងឬក៏តាមសម្លាប់អីទេភ្នាក់ងារប៉ូលីសម្នាក់ពីទីក្រុង Sylvan ដែលបានចូលរួមស៊ើបអង្កេតរឿងក្តីនេះប្រាប់ឲ្យដឹងថានេះជារឿងក្តីដែលប្លែកចម្លែកបំផុតដែលខ្ញុំបានជួបប្រទះក្នុងជីវិតធ្វើការ30ឆ្នាំមកនេះចាហើយលោកប៉ូលីស Mark Knight អ្នកដែលស្គាល់គ្រួសារ Trump បាននិយាយថាសមាជិកគ្រួសារនេះគ្មានប្រវត្តិឬក៏ការវិនិច្ឆ័យពីបញ្ហាផ្លូវចិត្តអីទេព្រមទាំងមិនទាន់មានភស្តុតាងថាមានប្រាសារធាតុញៀនតាមដែលអ្នកនៅក្នុងប្រព័ន្ធ social media មួយចំនួនបានលើកទិដ្ឋីឡើងនោះទេក្រៅពីនេះគ្រួសារ Trump ក៏មិនមានជាប់បំណុលឬក៏ពាក់ព័ន្ធជាមួយនឹងលទ្ធិសាសនាអីប្លែកៗដែរលោកប៉ូលីស Mark Knight បានបន្តទៀតថាខ្ញុំគិតថាវាគ្រាន់តែជាការដួលរលំខាងផ្លូវចិត្តដ៏ធំមួយប៉ុណ្ណោះខ្ញុំជឿជាក់ថាវាច្បាស់ជាបែបនេះហើយ Mitchell និង Ella Trump ទទួលស្គាល់ថាវាពិបាកខ្លាំងណាស់សម្រាប់ការបកស្រាយចំពោះហេតុការណ៍ដែលបានកើតឡើងនោះខ្ញុំមិនដែលបានជួបប្រទះរឿងអ្វីដូចនេះពីមុនទេវាពិបាកខ្លាំងណាស់ដែលនឹងអធិប្បាយឬក៏ប្រៀបប្រដូចវាឲ្យត្រឹមត្រូវពួកគេគ្រាន់តែមានអារម្មណ៍ថាជីវិតកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរហើយបន្ទាប់ពីនោះពួកគេក៏សម្រេចចិត្តរត់វាប្រៀបដូចជាការសន្សំហេតុការណ៍ធម្មតាដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃសម្ពាធផ្សេងៗបានកើតឡើងជាបន្តបន្ទាប់នៅទីបំផុតក៏ក្លាយជាបញ្ហាធំខណៈដែលអ្នកខ្លះទៀតក៏មានការសង្ស័យថាគ្រួសារមួយនេះអាចរងផលប៉ះពាល់ពីសារធាតុគីមីដែលប្រើក្នុងកសិដ្ឋានរបស់ពួកគេតែការរាយការណ៍ពីខាងសារព័ត៌មានបានបញ្ជាក់ថាភ្នាក់ងារប៉ូលីសកំពុងតែពិចារណា
ភាពអាចទៅរួចថាគ្រួសារមួយនេះអាចធ្លាក់ក្នុងអាការៈដែលយល់ខុសរួមគ្នាឬដែលគេហៅថា Foliader ពាក្យជាភាសាបារាំងមួយនេះសំដៅដល់អាការៈឆ្លក់វង្វេងរបស់មនុស្សពីរនាក់ជាភាវៈសរសៃប្រសាទដែលកម្របានជួបណាស់ហើយតែងតែកើតឡើងចំពោះអ្នកដែលមានទំនាក់ទំនងគ្នាជិតស្និទ្ធជាពិសេសឧទាហរណ៍ដូចជាមនុស្សនៅក្នុងគ្រួសារហើយពាក្យនេះត្រូវបានកត់ត្រាទុកដំបូងនៅក្នុងសតវត្សទី19ដែលសំដៅដល់គូស្វាមីភរិយាជនជាតិបារាំងដែលចាប់ផ្ដើមមានអាការៈរវើរវាយហើយលងខុសទោះបីជាពេទ្យមិនអាចបញ្ជាក់បានច្បាស់លាស់ថាអ្នកណាជាអ្នកមានអាការៈមុនតែដែលច្បាស់គឺទាំងពីរនាក់បានធ្លាក់នៅក្នុងវដ្តចក្រនៃការយល់លងខុសរបស់គ្នាទៅវិញទៅមកទោះបីជាបែបនោះហេតុផលបាត់ប្រកបនៃការដួលរលំផ្នែកផ្លូវចិត្តដ៏ធំរបស់គ្រួសារ Trump នេះអាចនឹងគ្មានថ្ងៃទទួលបានហេតុផលច្បាស់លាស់ក៏ថាបានចាហើយនៅទីបំផុតប៉ូលីសក៏បានសរុបថានឹងមិនមានការដាក់ទោសអ្វីបន្ថែមនៅក្នុងរឿងនេះទេហើយហេតុការណ៍ទាំងអស់ក៏คล้ายជារឿងដែលគ្រួសារ Trump ត្រូវចាត់ការដោយខ្លួនឯងបន្តទៀតចាអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាចូលមកមើលតាំងពីដើមរហូតមកដល់ចប់ហើយកុំភ្លេចជួយ Subscribe Like ឬក៏ Share ជាកម្លាំងចិត្តដល់ពួកយើងទាំងអស់គ្នាផងចាអរគុណ